សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងវីដេអូថ្ងៃនេះគឺខ្ញុំនឹងធ្វើការបែកតេស្តទៀតហើយតកតងជាមួយនឹងធ្វើរសពឬក៏ធីបាឌីសពដែលយើងបានរៀនពីវីដេអូមុនដោយខ្ញុំនឹងធ្វើការបង្ហាញបន្តទៀតឬក៏បែកតេស្តថែមបន្តទៀតអញ្ចឹងខ្ញុំក៏សម្រេចចិត្តថានឹងធ្វើវីដេអូអញ្ចឹងទៅអញ្ចឹងវាមិនខុសអីពីវីដេអូមុនឬក៏អ្វីដែលយើងបានរៀនទេគឺយើងយកវាមកប្រើប្រាស់ឥឡូវយើងឃើញថាទីផ្សារនេះវាមានជាមួយ swing នេះវាមាន swing high នៅនេះវាមាន swing low នៅនេះអញ្ចឹងយើងចាប់ជាមួយនឹង swing high ឬក៏ swing low អញ្ចឹងខ្ញុំយកជាមួយនឹង swing low ដោយសារវាទីផ្សារគឺវានៅគៀក swing low ជាងហើយយើងក៏ចាប់ជាមួយនឹង swing high នេះឬក៏ liquidity នេះអញ្ចឹងនេះកន្លែងនេះយើង mark វាសិនមកថាវាជាគេវាជា liquidity sorry ខ្ញុំសុំដាក់ខ្មែរសិនអញ្ចឹងវាជា liquidity យើង mark វាសិនមកខ្ញុំសុំដាក់អក្សរធំជាងនឹងតិចដើម្បីស្រួលមើលអូខេយើង mark វាថាជា liquidity អញ្ចឹងឥឡូវនេះក៏វាជា liquidity ដែរយើងដាក់ឈ្មោះវាមិនក៏បានដែរយើងហៅវា liquidity ធម្មតាហៅ buy side liquidity buy side liquidity អញ្ចឹងទៅខ្ញុំសុំដាក់ buy side liquidity មានន័យថាផ្សារវាកន្លែងនេះជា liquidity ហ៎អញ្ចឹងអ្វីដែលយើងរងចាំមើលដឹងហើយថាធ្វើរសពឬក៏ T body ហ្នឹងគឺផ្សារវាទៅការ sweep កន្លែងណាមួយហើយវាបិទទៅវិញជាទំនោរដែលបច្រាស់ដែលវាចុះហ្នឹងឧទាហរណ៍វា sweep low គឺវាបិទឡើងទៅលើវិញខ្លាំងបើវា sweep high គឺវាបិទចុះមកក្រោមវិញខ្លាំងអញ្ចឹងយើងរងចាំមើល candle ថាតើបើវាមកយកកន្លែងនេះវាចេញជាតម្រង់ T body ឬក៏ធ្វើរសពរបស់យើងអត់អញ្ចឹងយើងចាំមើលផ្សារមកអូខេឥឡូវវាបានផ្ដាច់ហើយអូខេអ្នកគ្នាអញ្ចឹងឥឡូវផ្សារវាបានផ្ដាច់ហើយវាបានផ្ដាច់អ្នកគេឃើញនេះផ្សារវាបានចុះមកផ្ដាច់ជាមួយនឹង liquidity មួយហ្នឹងស្រាប់តែពេលវាផ្ដាច់នេះស្រាប់តែ candle មួយទៀត candle មួយទៀតវាបិទឡើងទៅវិញភ្លាមហ្មងដល់វាជា green candle ជា bullish នេះ candle នេះវាផ្ដាច់ជា bearish បិទជា body ហើយអានេះវាបើកភ្លាមវាបុកឡើងទៅវិញភ្លាមហើយវាបានបិទនៅលើហ្នឹងទៀតគឺវាកាន់តែ confirm ចាហ្នឹងហើយគេហៅថាជាធ្វើរសពឬក៏ T body យើងអញ្ចឹងយើងចាប់វាមកថាជាគេជា body ខ្ញុំសុំបដូរទៅជា T body វិញអញ្ចឹងនៅពេលដែលយើងបាន T body ហើយយើងដឹងហើយថាយើងប្រើវាបែបណាគឺនៅពេលដែលវាចេញជា T body នៅក្រោមអញ្ចឹងគឺយើងបាយទៅយកជាមួយនឹងបាយសារ liquidity នៅលើវិញអញ្ចឹងអ្វីដែលយើងចូលអ្វីដែលយើងគួរមើលគឺយើងធ្វើការរកមើលជាមួយនឹង entry ដើម្បីធ្វើការចូលអូខេឥឡូវខ្ញុំចង់ឲ្យអ្នកគ្នារៀនប្រើប្រាស់ជាមួយនឹង lower time frame បន្ថែមទៀតក៏បានដែរអញ្ចឹងខ្ញុំសុំធ្វើការចូលទៅមើលនៅក្នុង lower time frame បន្ថែមទៀតដែលនៅក្នុង lower time frame គឺ3នាទីហ្នឹងស្អាតតែយើងមើលផ្សារហ្នឹងគឺមើលក្នុង5នាទីអញ្ចឹង lower time frame របស់វាគឺ3នាទីជាមួយ1នាទីអូខេឥឡូវខ្ញុំបានឃើញនៅក្នុង3នាទីយើងមានអីគេយើងមានជាមួយនឹងអូខេ sorry ណាយើងចាំឲ្យផ្សារវាធ្វើការបិទឲ្យអស់សិនអូខេអញ្ចឹងផ្សារវាបានបិទ candle ហ្នឹងហើយអញ្ចឹងយើងឃើញមានជាមួយនឹងអីគេយើងឃើញមានជាមួយនឹង open close នៅកន្លែងនេះជា open close level ឬក៏ OCL level យើងហ្នឹងអញ្ចឹងអ្នកឃើញម្ដុំនេះមាន OCL ផ្សេងទៀតគឺមានតែកន្លែងហ្នឹងមួយទេអញ្ចឹងវាអត់ពិបាកក្នុងការសម្រេចចិត្តថាយើងប្រើជាមួយនឹង OCL មួយណាដើម្បី entry ទេចាអ្វីដែលយើងធ្វើគឺយើងមានប៉ុណ្ណឹងហើយយើងមានគ្រប់គ្រាន់ហើយយើងមានជាមួយ T body របស់យើងមានជាមួយនឹង OCL យើងមានជាមួយនឹង buy side liquidity អញ្ចឹងតែ3 condition ហ្នឹងទេគឺយើងអាច trade បានហើយអញ្ចឹងយើងត្រូវការដាក់ entry នៅកន្លែងហ្នឹងតែម្ដងអាហ្នឹងគឺយើងលេងបែបហ្នឹងយើងធ្វើមិនឲ្យមាន confirm យើងច្បាស់លាស់ហេតុអីមិនយើងហ៊ានចូលយើងមានអីត្រូវខ្លាចនឹងចូលអាហ្នឹងខ្ញុំចង់និយាយបែបហ្នឹងហើយអានេះគឺយើងបានជាមួយនឹង revert គឺ1 ទៅ 2ដែរគឺវាល្អអញ្ចឹងយើងត្រូវការដាក់ entry ឬក៏ដាក់ limit ចោលនៅកន្លែងហ្នឹងចាំឲ្យផ្សារវាទៅការចុះមកយកចង់ដឹងថាផ្សារវានឹងយកកន្លែងហ្នឹងហើយវាឡើងទៅយក buy side liquidity អត់អញ្ចឹងយើងមើលទាំងអស់គ្នាខ្ញុំសុំទៅការដាក់ជាមួយនឹងគុណ5អញ្ចឹងអូខេផ្សារបានចុះមកទៅការប៉ះហើយចាំមើលវាឡើងទៅអូខេអ្នកគ្នាឥឡូវគឺផ្សារវាបានទៅការមក hit ជាមួយនឹងTP របស់យើងគឺមកយកមួយ buy side liquidity ហើយអានេះវាបានចុះមកប៉ះជាមួយនឹង OCL នឹងវិញហើយឡើងទៅយកជាមួយនឹង buy side liquidity អាហ្នឹងគឺវាបែបហ្នឹងចំពោះការប្រើប្រាស់ជាមួយនឹង T body ឬក៏ TBS ហ្នឹង TBS សុបឬក៏ធ្វើថប body សុបចាអាហ្នឹងគឺវាបែបហ្នឹងហើយយើង combine វាជាមួយនឹង key level ផ្សេងទៀតដូចជានេះយើងប្រើមួយនឹង key open close level ដែលជា concept របស់ SNR ហើយយើងធ្វើការ switch មកកាន់ lower time frame បន្តទៀតដើម្បីរក confirm នឹងចូល
ចាហ្នឹងគឺយើង play វាបាននៅអ្នកគ្នាគឺដំបូងគឺយើងចាំវាចេញជាធ្វើរសពហើយយើងរងចាំវាបង្កើតជា key ណាមួយដើម្បីយើង entry ទៅកាន់ buy side ឬក៏ sell side liquidity ណាមួយអូខេអាហ្នឹងគឺមានតែប៉ុណ្្នឹងទេចំពោះការ back test របស់ខ្ញុំទាក់ទងជាមួយនឹងstrategy ឬក៏ concept មួយហ្នឹងដែលខ្ញុំបានប្រើប្រាស់ខ្លួនឯងផ្ទាល់ជាក់ស្ដែងតែម្ដងគឺខ្ញុំឃើញថាវា good ខ្លាំងមែនទែនឲ្យតែយើងទៅការរងចាំវាឲ្យមានរបស់ដែលគ្រប់គ្រាន់ដើម្បីទៅការចូលឧទាហរណ៍យើងចាំឲ្យវាមាន T body មានជា key level ណាមួយទៅយើងចូលយើងមិនមែនគាត់ចេញអានេះភ្លាមយើងចូលភ្លាមតែគ្មានការ confirm អីចឹងទេអញ្ចឹងអាហ្នឹងវាមិនមែនជាអ្វីដែលយើងគួរធ្វើទេគឺយើងត្រូវការចាំជាមួយនឹង confirm ហើយយើងធ្វើការ entry អូខេអ្នកគ្នានៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេចំពោះការ back testing របស់ខ្ញុំគឺវាខ្លីប៉ុន្តែខ្ញុំសង្ឃឹមថាអ្នកគ្នានឹងងាយស្រួលហើយចាប់បានដោយសារតែ concept នេះគឺវាអត់សូវពិបាកឬក៏ស្មុគស្មាញទេគឺវាងាយដូចអ្វីដែលយើងបានឃើញអញ្ចឹងយើងជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយ